งานนี้ខ្ញុំមកនិយាយអំពីសារមន្ទីរជាតិសារមន្ទីរលាវសួរលោកគ្រូអ្នកគ្រូខ្ញុំឈ្មោះធនសេរីឧត្តមនៅរៀនពងរៀនថ្នាក់ទី3កនៃសាលាអន្តរជាតិស្កាយឡានសាខាចុងកាដូថ្ងៃនេះខ្ញុំមកនិយាយអំពីសារមន្ទីរជាតិសារមន្ទីរជាតិស្ថិតនៅខាងជើងព្រះបរមរាជវាំងបែរមុខទៅទិសខាងកើតអគារនេះតសាងសង់ឡើងនៅក្នុងឆ្នាំ1917និងបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ1920កាលពីមុនប្រជាពលរដ្ឋខ្មែរនិយមហៅទីនេះថាសាលារចនាព្រោះកាលនោះអគារនេះជាសាលាជាសារមន្ទីរផងនិងជាសាលាបណ្ដុះបណ្ដាលផងសារមន្ទីរជាតិជាឃ្លាំងនិងជាកន្លែងដាក់ជួលមហាជនទស្សនានៅកេរដំណែលរបស់ស្ថាបត្យកម្មបុរាណពីគំរូស្នាដៃរបស់សិល្បៈអំពីថ្មចម្រិតឈើនិងសម្រាប់បង្ហាញពីភ្ញៀវទេសចរឲ្យយល់ដឹងពីវប្បធម៌របស់យើងសូមអរគុណនិងសូមជម្រាបលាបាយបាយ